Phây bật lẹ có bàn tay Aston Villa bàn bằng hai bị smart đầy bồi dụt mình cho nhom dạng ở trá tôi nâng PSG rồi đòi vị bộ trên nhà cả cuộc chương TP bay tôi nâng pi tiếp bàn tay bộ của bảo sợ rộp tứ tranh PSG không vẽ bằng bay cầm trong còi hai men đến tới Aston Villa đã tiếp tại lên Champions League làng quân chỉ lực đầm bông không rời về sai giờ 7 năm trong còi bàn bằng hai là o chiêng ca lên rồi bằng Man City nâng Liverpool tôi nâng PSG ở đây cả ní đầm na đòi đầm phơ của bảo Aston Villa không Champions League រដូវកាលនេះគឺជាការបង្ហាញឲ្យឃើញថាពួកគេស្ថិតក្នុងចំណោមក្រុមលំដាប់ខ្លាំងៗនៅក្នុងទ្វីបអឺរ៉ុបហើយលោក Unai Emery ដែលជាអ្នកចាត់ការសង្ឃឹមថានេះគឺជាការចាប់ផ្ដើមនៃយុគថ្មីរបស់ Aston Villa លោក Unai Emery ធ្លាប់បាននិយាយថាលោកចង់កសាង Aston Villa ឲ្យក្លាយជាក្រុមប្រជែងពានចង់កសាង Aston Villa ឲ្យក្លាយទៅជាក្រុមដែលមានមហិច្ឆតាGirassi ខ្សែប្រយុទ្ធអាហ្វ្រិកដំបូងដែលធ្វើបាន hat-trick ក្នុងវគ្គ Knockout Champions League យកមិញរកបាន3គ្រាប់ទល់នឹង Barcelona សម្រាប់ Dortmund កីឡាកររូបនេះកំពុងឡើងជើងខ្លាំងមែនទែនជា top scorer អ្នករកបានគ្រាប់ច្រើនជាងគេក្នុង Champions League រដូវកាលនេះ13គ្រាប់ហើយក៏ប៉ុន្តែដំណើរនៃអាជីពរបស់គេរប៉ាក់រប៉ើកនិងរសាត់អណ្ដែតលេងក្រុមតូចៗក្រុមដែលត្រូវបានកាត់ទម្លាក់ទៅលីក2មួយលើកជា2លើកមុនពេលរកឃើញត្រើយរឹងមាំពិតប្រាកដនិងកំពុងធ្វើបានល្អដូចបច្ចុប្បន្ននេះJude Bellingham សង្ឃឹមថារាត្រីនេះគឺជារាត្រីរបស់ Real Madrid គេសង្ឃឹមជឿជាក់យ៉ាងមុតមមថា Real Madrid នៅ Bernabeu អាចវិបកផ្ដួល Arsenal ដែលបាននាំមកពួកគេ3-0កាលពីជើងទី1វគ្គ8ក្រុមចុងក្រោយ UEFA Champions Leagueក្នុងប្រវត្តិប្រកួត Champions League ឬក៏ពានអឺរ៉ុបរបស់ Real Madrid នៅពេលណាដែលត្រូវបានគូប្រកួតនាំមុខដោយគម្លាតគ្រាប់បាល់ចាប់ពី3គ្រាប់ឡើងទៅគឺពួកគេធ្លាប់បានជួបប្រទះ5ដងក៏ប៉ុន្តែមានតែម្ដងប៉ុណ្ណោះគឺកាលពីរដូវកាល1975-76ដែលពួកគេអាចវិបកយកឈ្នះវិញនៅជើងទី2ហើយឡើងទៅវគ្គបន្តគឺកាលនោះត្រូវបាន Derby County យកឈ្នះ4-1ក្នុងជើងទី1តែជើងទី2ពួកគេបានឈ្នះវិញ5-1ហើយឡើងទៅជុំបន្តប៉ុន្តែសម្រាប់ការប្រកួតរាត្រីនេះនៅទឹកដីខ្លួនឯងBellingham បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា Real Madrid នឹងធ្វើបាននឹងវិបក Arsenal បានគេជឿជាក់ថារាត្រីនេះគឺជារាត្រីដែលត្រូវបានបង្កើតសម្រាប់ Real Madridបាទ PSG គឺជាក្រុមគួរឲ្យសរសើរជាងគេក្នុងការលេងក្នុងពាន Champions League រដូវកាល2024-25នេះពួកគេបានយកឈ្នះ Man City ពួកគេបានផ្ដួល Liverpool ក៏ប៉ុន្តែនៅក្នុងការប្រកួតទល់នឹង Aston Villa បានបង្ហាញពីស្មារតីប្រយុទ្ធយ៉ាងអស្ចារ្យមិនចុះញ៉មជើងទី1 Aston Villa ត្រូវបាន PSG នាំមុខ 3-1 ជើងទី2នៅទឹកដីខ្លួនឯង Aston Villa ត្រូវបាន PSG នាំមុខ 2-0 មុនទៀតក៏ប៉ុន្តែពួកគេមិនចុះចាញ់ឡើយពួកគេបានវិបកវិញរហូតឈ្នះ 3-2 ក្នុងជើងទី2ប៉ុន្តែបូកសរុបក្របបាល់ទាំងពីរជើង PSG ឈ្នះប្រផិតប្រផោយ5-4 PSG ដែលបានឡើងទៅវគ្គពាក់កណ្ដាលប្រៃព្រាត់កំពុងរងចាំអ្នកឈ្នះរាត្រីនេះរវាង Real Madrid ឬក៏ Arsenal នរណាឈ្នះនឹងប៉ះជាមួយនឹង PSG ក្នុងវគ្គពាក់កណ្ដាលប្រៃព្រាត់នៅក្រៅការប្រកួតយប់មិញនេះអ្នកគាំទ្រ Aston Villa បានក្រោកឈរទះដៃកងរំពងលើកទឹកចិត្តដល់ក្រុមកីឡាករ Aston Villa និងអ្នកចាត់ការ Unai Emery មិនមែនសម្រាប់តែការធ្វើបានល្អតែមួយប្រកួតយប់មិញទេគឺសម្រាប់ដំណើរដ៏អស្ចារ្យទាំងមូលរបស់ Aston Villa ក្នុងពាន Champions League រដូវកាលនេះដែលទើបតែចូលលេងក្នុងពានទ្វីបអឺរ៉ុបលំដាប់កំពូលឡើងវិញជាលើកដំបូងក្នុងរយៈពេល43ឆ្នាំចុងក្រោយក៏ប៉ុន្តែបានឡើងមកដល់វគ្គ8ក្រុមចុងក្រោយគឺល្អប្រសើរជាងការធ្វើបានរបស់ Man City និង Liverpool ក្នុងរដូវកាលនេះទៅទៀតក្នុងចំណោមក្លឹបរបស់អង់គ្លេសមួយគូទៀតជើងទី2វគ្គ8ក្រុមចុងក្រោយមួយគូទៀតយប់មិញ Dortmund ម្ចាស់ផ្ទះបានផ្ដួល Barcelona 3-1 ក៏ប៉ុន្តែក៏មិនអាចឡើងទៅជុំបន្តបានដែរដោយសារតែគ្រាប់បាល់សរុបចាញ់ Barcelona បង្វឹកដោយលោក Hansi Flick បានឈ្នះដល់ទៅ 4-1 កាលពីជើងទី1តែអ្វីដែលគួរឲ្យកត់សម្គាល់គឺខ្សែប្រយុទ្ធ Serhou Guirassy របស់ Dortmund យប់មិញនេះរកបាន3គ្រាប់ម្នាក់ឯងក្លាយជាកីឡាករអាហ្វ្រិកដំបូងគេដែលរកបាន hat-trick ក្នុងការប្រកួត Champions League វគ្គ Knockout តាំងពី Sadio Mane ធ្វើបានសម្រាប់ Liverpool ទល់នឹង Porto ក្នុងឆ្នាំ2018ហើយអ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍គឺដំណើររប៉ាក់រប៉ើកនៃអាជីពរបស់ខ្សែប្រយុទ្ធ Guinea វ័យ29ឆ្នាំរូបនេះដើមឡើយគេលេងនៅក្រុមល្មមហើយចល័តចរពីនេះទៅនោះមិនសូវបានជាប់លាប់ប៉ុន្មានទេគេបានជាប់ជម្រើសជាតិ Guinea តាំងពី2022មកក៏ប៉ុន្តែមុននោះគឺគេលេងឲ្យក្រុមអ៊ុយបារាំង Guirassy មកទល់នឹងយប់មិញនេះរកបាន13គ្រាប់ក្នុងពាន Champions League រដូវកាលនេះដែលជាការរកបានគ្រាប់បាល់ច្រើនជាងគេបានផ្ទេរ6ដងមុនពេលចូលរួម Dortmund ក្នុងរដូវក្តៅ2024ហើយការផ្ទេរទាំង6ដងក្នុងអាជីពរបស់គេមកទល់ពេលនេះតម្លៃខ្លួនបូកសរុបទៅគឺត្រឹមតែ45លានផោនប៉ុណ្ណោះGirassi បានផ្ដើមអាជីពក្រុមធំនៅក្រុម Laval រកបាន6គ្រាប់ពីការចូលលេង29ប្រកួតក្នុងលីក2បារាំងរដូវកាល2014-15ហើយ QPR Leeds United បានចាប់អារម្មណ៍រូបគេពេលនោះក៏ប៉ុន្តែបន្តមកគេបានសម្រេចចិត្តផ្ទេរទៅ Lille ក្នុងតម្លៃ1លានអឺរ៉ូឬក៏84,000ផោន
កាលនោះលោក Hervé Renard ជាអ្នកនាំគេយកទៅ Lille ប៉ុន្តែបន្ទាប់ពី Lille សម្រាប់ចែកផ្លូវជាមួយលោក Hervé Renard កីឡាករ Guirassy លែងសូវបានលេងក៏បានលេង11អ្នកដំបូងសម្រាប់ Lille ក្នុងក្របខ័ណ្ឌ Ligue 1 តែ3ដងប៉ុណ្ណោះហើយបន្ទាប់មកត្រូវបានបញ្ចេញឲ្យ Auxerre ខ្ចីយកទៅលេងនៅក្នុង Ligue 2 បារាំងបើទោះបីជាគេរកបាន8គ្រាប់ពីការចូលលេង16ដងសម្រាប់ Lille ក៏ប៉ុន្តែនៅទីបំផុត Lille នៅតែសម្រេចលក់រូបគេចេញនៅក្នុងរដូវក្តៅ2016នោះ Arsenal ដែលពេលនោះនៅបង្វឹកដោយលោក Arsene Wenger នៅឡើយក៏ចាប់អារម្មណ៍នឹងបានបញ្ជូន scout ទៅតាមមើលគុណផលរបស់កីឡាកររូបនេះផងដែរប៉ុន្តែនៅទីបំផុតទៅក្នុងរដូវក្តៅ2016នោះគេបានទៅ Cologne ក្លឹបនៅក្នុងប្រទេសអាល្លឺម៉ង់បន្ទាប់ពីលេងបានល្អក្រោមកិច្ចសន្យាខ្ចីនៅ Cologne បានទិញផ្ដាច់កីឡាករ Guirassy ពី Lille ក្នុងតម្លៃត្រឹមតែប្រហែល4លានអឺរ៉ូឬក៏ 3.4 លានផោនប៉ុណ្ណោះទៅដល់ទីនោះរបួសបានរំខានអាជីពរបស់គេនៅអាល្លឺម៉ង់ហើយគេបានចូលលេងតែ21ដងប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Bundesliga រកបាន4គ្រាប់ក្នុងរយៈពេល2រដូវកាលដំបូងមុនពេល Cologne ត្រូវបានកាត់ទម្លាក់ទៅ Ligue 2 អាល្លឺម៉ង់នៅពាក់កណ្ដាលទី1នៃរដូវកាល2018-2019គេរកបានតែ2គ្រាប់ប៉ុណ្ណោះសម្រាប់ក្រុមលេងនៅ Ligue 2 អាល្លឺម៉ង់មុនពេលត្រឡប់ទៅបារាំងវិញចូលរួមអាមីញ៉ាំងក្រោមកិច្ចសន្យាខ្ចីពាក់កណ្ដាលទី2នៃរដូវកាល2018-19គេរកបាន3គ្រាប់ក្នុងក្របខ័ណ្ឌ Ligue 1សម្រាប់ក្រុមអាមីញ៉ាំងហើយអាមីញ៉ាំងបានទិញផ្ដាច់រូបគេក្នុងតម្លៃប្រមាណ5លានអឺរ៉ូឬក៏ 4.2 លានផោនអំឡុងទីផ្សារដល់ខែមករាឆ្នាំ2020 West Ham, Aston Villa, Leicester City, Bournemouth, Brighton និង Spurs ត្រូវបានរាយការណ៍ថាចាប់អារម្មណ៍ Guirassy ក៏ប៉ុន្តែនៅទីបំផុតគេសម្រេចចិត្តបន្តនៅជាមួយអាមីញ៉ាំងបើទោះបីជាអាមីញ៉ាំងធ្លាក់ទៅ Ligue 2 បារាំងក៏ដោយនាយកកីឡារបស់អាមីញ៉ាំងលោក John Williams បានទម្លាក់ដឹងថាក្នុងរដូវក្តៅ2020 Guirassy បានបដិសេធឱកាសផ្ទេរទៅ Chelsea ដោយសារតែគេចង់ធានាការលេងក្នុងជម្រើស11អ្នកដំបូងហើយគេក៏បានសម្រេចចិត្តផ្ទេរទៅ Rennes ក្នុងលីកកំពូលបារាំងក្នុងតម្លៃប្រមាណ15លានអឺរ៉ូរយៈពេល2រដូវកាលនៅ Rennes គេរកបាន25គ្រាប់ហើយគេក៏បានត្រឡប់ទៅអាល្លឺម៉ង់វិញក្នុងរដូវក្តៅ2022មុនពេលចាក់ចេញពី Rennes Everton ក៏ត្រូវបានរាយការណ៍ថាជាក្លឹបរបស់អង់គ្លេសចុងក្រោយគេដែលត្រូវបានភ្ជាប់ទៅនឹង Guirassy ក៏ប៉ុន្តែគេបានសម្រេចចិត្តត្រឡប់ទៅអាល្លឺម៉ង់ចូលរួម Stuttgart ក្រោមកិច្ចសន្យាខ្ចីគេរកបាន14គ្រាប់សម្រាប់ Stuttgart រួមទាំង1គ្រាប់ក្នុងការប្រកួត Play-off ដើម្បីរក្សាកៅអីរបស់ Stuttgart ក្នុងលីកកំពូលអាល្លឺម៉ង់ផងដែរStuttgart បានទិញរូបគេផ្ដាច់ក្នុងតម្លៃប្រមាណ9លានអឺរ៉ូឬក៏ 7.6 លានផោនបន្ទាប់ពីរកបានគ្រាប់បាល់យ៉ាងច្រើនក្នុងរដូវកាល2023-24សម្រាប់ Stuttgart នោះហើយដែលអាជីពរបស់ Guirassy ចាប់ផ្ដើមរះចិញ្ចាញឡើងបើកុំតែមាន Harry Kane នៅ Bayern Munich ដែលរកបាន36គ្រាប់កុំឲ្យស្បែកជើងមាស Bundesliga រដូវកាលមុនបានទៅលើ Guirassy នេះហើយលើពីនេះ Guirassy ដែលរកបាន28គ្រាប់ក្នុង Bundesliga រដូវកាលមុនក៏នឹងឈ្នះស្បែកជើងមាសទ្វីបអឺរ៉ុបផងដែរបើសិនបើមិនមាន Harry Kane ព្រោះថាស្បែកជើងមាសទ្វីបអឺរ៉ុបគេឲ្យទៅកីឡាករណាដែលរកបានគ្រាប់បាល់ច្រើនជាងគេក្នុងចំណោមកីឡាករដែលលេងនៅក្នុងលីកកំពូលទ្វីបអឺរ៉ុបគិតជាមធ្យមរដូវកាលមុនរៀងរាល់79នាទី Guirassy រកបាន1គ្រាប់បន្ទាប់ពីផ្ទេរមក Dortmund ក្នុងតម្លៃ 14.7 លានផោនក្នុងរដូវក្តៅ2024គេបន្តជាតួអង្គសំខាន់នៅតំបន់ប្រយុទ្ធពេលមកដល់ Dortmund ការបង្ហាញខ្លួនលើកដំបូងរបស់គេសម្រាប់ក្លឹបថ្មីទៅបានពន្យាពេលដោយសារតែបញ្ហារបួសក៏ប៉ុន្តែចាប់តាំងពីគេជាពីរបួសហើយចូលលេងសម្រាប់ Dortmund មកគេរកបាន28គ្រាប់ក្នុងការលេងសរុប40លើករដូវកាលនេះហើយក្នុងចំណោមនោះ13គ្រាប់គឺរកបានក្នុងពាន Champions League 2024-2025 នេះដែលនេះទើបតែជាការលេងក្នុងពានរង្វាន់ Champions League លើកដំបូងបំផុតក្នុងអាជីពរបស់កីឡាករ Guirassy